ប្រាជ្ញបណ្ឌិតទាំងអស់សុទ្ធសឹងតែជាអ្នកដែលពូកែសង្កេតព្រោះតែការសង្កេតការត្រេះរិះការពិចារណាការកត់ចំណាំហើយនឹងការធ្វើការពិសោធន៍លោកអ្នកទាំងអស់នឹងបានយល់អំពីសេចក្តីពិតដែលមាននៅក្នុងធម្មជាតិនេះដោយសារការពិនិត្យការសង្កេតការត្រេះរិះពិចារណាការកត់ចំណាំទុកហើយនឹងការពិសោធន៍លោកបានយល់អំពីច្បាប់ធម្មជាតិនៅក្នុងលោកនេះដំណើរនៃការយល់តាមច្បាប់ធម្មជាតិគឺទៅផ្លូវបែបហ្នឹងទាំងអស់គ្រាន់តែអ្នកខ្លះយល់តិចអ្នកខ្លះយល់ច្រើនអ្នកខ្លះយល់តាមបញ្ញាថ្នាក់ឈ្លាសវៃអ្នកខ្លះយល់តាមបញ្ញាថ្នាក់ពលត្រូវប៉ុន្តែលោកអ្នកប្រាជ្ញបណ្ឌិតដែលលោកមានមូលដ្ឋានក្នុងការត្រេះរិះពិចារណាគឺសុទ្ធតែចេញតាមផ្លូវហ្នឹងទាំងអស់លោកអ្នកដែលពូកែនិយាយសុទ្ធសឹងតែជាលោកអ្នកដែលពូកែស្ដាប់ទាំងអស់មនុស្សដែលមិនចូលចិត្តស្ដាប់មនុស្សនឹងគ្មានអីនិយាយទេបងប្អូនចាំសង្កេតមើលអ្នកដែលពូកែនិយាយទាំងអស់សុទ្ធសឹងតែជាអ្នកដែលពូកែស្ដាប់ពេលណាគេស្ដាប់គេសង្កេតមនុស្សល្ងងនិយាយរបៀបហ្នឹងអ្នកមនុស្សចេះនិយាយរបៀបនេះអ្នកមនុស្សអំនួតនិយាយរបៀបនេះណាអំនួតនេះអំនួតមិនដឹងថាខ្លួនឯងអំនួតផងយើងមើលយើងសង្កេតយើងត្រេះរិះយើងពិចារណាហើយយើងកត់ចំណាំអញកត់ចំណាំថាមនុស្សអំនួតអញ្ចឹងចាំមើលលើកក្រោយមនុស្សអំនួតនេះនិយាយរបៀបម៉េចអញ្ចឹងទៀតណាដល់ពេលយូរសេចក្តីពិតក្នុងធម្មជាតិនឹងត្រូវបានបើកបង្ហាញអញ្ចឹងបានខ្ញុំចេះតែនិយាយម្ដងហើយម្ដងទៀតថាតាមរយៈនៃការសង្កេតត្រេះរិះពិចារណាធ្វើការកត់សម្គាល់ហើយនឹងពិសោធន៍ពួកអ្នកប្រាជ្ញបណ្ឌិតទាំងអស់បានរកឃើញសេចក្តីពិតនៅក្នុងធម្មជាតិនេះកាលណាគេរកឃើញសេចក្តីពិតកាន់តែច្រើនការរស់នៅស្របជាមួយនឹងសេចក្តីពិតកើតមានឡើងស្គាល់មុខកបាត់ស្គាល់កាភ្លើងស្គាល់ភ្លើងស្គាល់ទឹកស្គាល់របស់កាន់តែច្រើនកាន់តែស្រួលរស់ព្រះធម៌ជួយយើងឲ្យស្គាល់ធម្មជាតិពិតចុះបើគ្រាន់តែជាមេរៀនសិក្សាឲ្យស្គាល់ធម្មជាតិពិតតើវាខុសស្អីដែលយើងមិនត្រូវរៀននោះតើវាខុសស្អីបងប្អូនត្រូវសង្កេតអំពីលក្ខណៈនៃចំណេះដឹងរបស់អ្នកប្រាជ្ញបណ្ឌិតដែលលោកបានទទួលគឺតាមរយៈនៃការសង្កេតការត្រេះរិះការពិចារណាការកត់ចំណាំទុកហើយនឹងការពិសោធន៍ទាំងអស់លោកធ្វើការកត់ចំណាំខ្លាំងលោកធ្វើការសង្កេតខ្លាំងលោកធ្វើការត្រេះរិះពិចារណាខ្លាំងលោកធ្វើការពិសោធន៍ខ្លាំងលោកកាន់តែយល់អំពីសេចក្តីពិតកាន់តែខ្លាំងឡើងអ្នកប្រាជ្ញបណ្ឌិតមួយណាក៏ចេញតាមផ្លូវហ្នឹងដែរពិនិត្យសង្កេតត្រេះរិះពិចារណារៀនពីមនុស្សល្ងងរៀនបានតាអ្នកមនុស្សល្ងងចូលចិត្តនិយាយអញ្ចឹងដល់ពេលណាបងប្អូនពិចារណាយូរទៅលើលក្ខណៈមួយរបស់មនុស្សពេលនោះបញ្ញាថ្នាក់ពលត្រូវតាមលោកីយៈណាគឺមានន័យថាបងប្អូនបានពិសោធន៍ក្នុងរឿងនឹងផ្ទាល់ពីព្រោះបងប្អូនបានប្រស្រ័យតាក់ទងជាមួយមនុស្សទាំងអស់ហ្នឹងវាคล้ายទៅជាបទពិសោធន៍សម្រាប់ឲ្យបងប្អូនពេលដែលបងប្អូនកាន់ក្បាលមីក្រូអាហ្នឹងបងប្អូនអាចនិយាយទៅតាមអ្វីដែលជាបទពិសោធន៍ដែលបងប្អូនធ្លាប់ពាល់ត្រូវប៉ុន្តែបើមនុស្សល្មមតែនិយាយមនុស្សហ្នឹងមិនទាំងដឹងថាតើគេអ្នកស្ដាប់ហ្នឹងគេគិតពីខ្លួនឯងយ៉ាងម៉េចផងរួចហើយសួរថាតើទៅផ្ដល់ចំណេះដឹងឲ្យពីណាគេបើគ្រាន់តែខ្លួនឯងហ្នឹងគឺជាមនុស្សដែលគ្មានចិត្តសាស្ត្ររួចស្រេចទៅហើយហ្នឹងនិយាយទៅមិនដឹងថាតើអ្នកស្ដាប់ហ្នឹងគេចូលចិត្តយើងឬមិនចូលចិត្តយើងប៉ុណ្ណឹងខ្លួនឯងមិនតាំងមានបទពិសោធន៍ប៉ុណ្ណឹងរួចហើយផ្ដល់ចំណេះដឹងឲ្យអ្នកដទៃដូចជាលោកគ្រូបង្រៀនអំពីកម្មវិធីដោះស្រាយវិបត្តិស្នេហាវិបត្តិជីវិតអីជាដើមគាត់តែយើងស្ដាប់មកសន្ទុះយើងយល់ពីកម្រិតនៃការយល់ដឹងរបស់បុគ្គលនឹងច្បាស់លាស់ណាស់បុគ្គលនេះគឺជាមនុស្សគ្មានចិត្តសាស្ត្រអីបន្តិចសោះហើយគឺជាមនុស្សដែលមិនមែនជាបុគ្គលសប្បុរសទៀតហើយគឺជាមនុស្សអាត្មានិយមធំចិត្តអាក្រក់ទៅទៀតនេះហើយមកផ្ដល់ចំណេះដឹងឲ្យអ្នកដទៃខ្ញុំលើកឧទាហរណ៍គាត់គឺជាវាគ្មិននៅក្នុងកម្មវិធីមួយដើម្បីដោះស្រាយបញ្ហាជីវិតឥឡូវនេះគេកំពុងតែពេញនិយមណាស់ខុសខ្លីៗគេមួយអូដេញថ្លៃគ្នាមានខុសខ្លះនោះលូតដល់100ទៀតផងតែ2 3ថ្ងៃទេសិតតគ្រូល្បីណាស់វាសំរុំជាមួយនឹងត្រីយ៉ាវ៉ាយ៉ាងលលិញរបស់កូនខ្មែរហ្នឹងវាសមហើយអាគេបោកយកលុយឲ្យយើងនិយាយឲ្យស្ដាប់ទៅវាមិនស្ដាប់ទេអាគេបោកចង់បានលុយវាសមមុខវាទៅគ្រូវាគ្មានបទពិសោធន៍ជីវិតអីបន្តិចសោះរួចហើយទៅផ្ដល់មេរៀនជីវិតសម្រាប់អ្នកដទៃខ្ញុំលើកឧទាហរណ៍គាត់ធ្វើវាគ្មិនក្នុងកម្មវិធីមួយវាគ្មិនហ្នឹងគឺវាគ្មិនផ្សាយបន្តផ្ទាល់មានបងស្រីម្នាក់ហ្នឹងគាត់អាយុប្រហែលជាជិត50ហើយគាត់មានវិបត្តិក្នុងគ្រួសាររបស់គាត់ប្តីគាត់តែមានប្រពន្ធចុងទៀតហើយតាមការរៀបរាប់របស់គាត់ហ្នឹងណាគឺគាត់ដឹកឡានតណ្ហាមួយយ៉ាងធំយកមកឲ្យយើងដោះស្រាយសិតតណ្ហាមួយឡានរបស់គាត់រើចេញមកសិតតធំតណ្ហាពិចារណាមើលចុះសូម្បីតែព្រះសម្មាសម្ពុទ្ធសូម្បីតែម្នាក់ក៏ព្រះអង្គមិនដែលដោះស្រាយតណ្ហារបស់មនុស្សបានដែរតែ
ម្នាក់ក៏អត់ដែរទៅមើលថាតើព្រះសម្មាសម្ពុទ្ធឯណាដោះស្រាយតណ្ហារបស់មនុស្សព្រះអង្គខ្ញុំចង់ចេះវិបស្សនាឲ្យដាច់អាចង់ព្រះអង្គខ្ញុំចង់ចេះវិបស្សនាឲ្យដាច់អាចង់សិតតែដាច់អាចង់ទាំងអស់សិតតែជាមេរៀនឈ្នះខ្លួនឯងទាំងអស់អ្នកម្ដាយត្រូវធ្វើអញ្ចេះឪពុកត្រូវធ្វើអញ្ចេះចុះបើខ្ញុំធ្វើអញ្ចឹងឲ្យកូនមិនស្រឡាញ់យើងធ្វើរួចហើយតាកូនមិនស្រឡាញ់ឬស្រឡាញ់ជារឿងតណ្ហាដោះស្រាយមិនបានទេតថាគតនោះដោះស្រាយតែថាក្នុងនាមជាមនុស្សល្អតើអ្នកត្រូវធ្វើម៉េចក្នុងនាមជាកូនក្នុងគ្រួសារតើអ្នកត្រូវធ្វើម៉េចចុះបើខ្ញុំធ្វើអញ្ចឹងហើយម៉ែខ្ញុំនៅតែមិនស្រឡាញ់ខ្ញុំអានឹងរឿងរបស់ម៉ែតាពុទ្ធឯណាដោះស្រាយបានចុះបើព្រះសម្មាសម្ពុទ្ធដោះស្រាយមិនបានផងហើយចុះលោកគ្រូសប្ងៃនេះគាត់លេងឡើងសិតតែដោះស្រាយតណ្ហារបស់មនុស្សដែលទេលេហ្វូនចូលមកសិតតែម្លានរើមកសិតធំតណ្ហារបស់គាត់ហើយគេថាគេដោះស្រាយតណ្ហារបស់ប្រជាពលរដ្ឋបានគេនិយាយថាកម្មវិធីដំណោះស្រាយជីវិតអូពុទ្ធហើយប្រាប់អំពីកតបកិច្ចដែលមនុស្សម្នាក់ត្រូវធ្វើអានឹងបានប៉ុន្តែថាបើធ្វើអញ្ចឹងត្រូវតែបានផលនេះឬផលនោះសំទោសជួយមិនបានទេជារឿងច្បាប់ធម្មជាតិជារឿងខាងក្រៅប៉ុន្តែរឿងថាត្រូវធ្វើនេះឬត្រូវធ្វើនោះសម្រាប់ខ្លួនយើងអានឹងជារឿងក្នុងកណ្ដាប់ដៃយើងដែលយើងអាចធ្វើបានប៉ុន្តែបើលទ្ធផលវាចេញមកឬអញ្ចេះឬអញ្ចោះអានឹងជារឿងរបស់ធម្មជាតិអត់មានពីណាជួយបានទេបងស្រីម្នាក់ហ្នឹងគាត់ទេចូលមកប្តីគាត់មានប្រពន្ធចុងហើយនិយាយមកណាបងប្អូនមានពាក្យតែមួយម៉ាត់ទេដែលនិយាយទៅកាន់គាត់គឺថាលែងគ្នាទៅបើប្តីហ្នឹងអាក្រក់ដល់ម្លឹងទៅហើយនោះលែងគ្នាទៅប៉ុន្តែគាត់និយាយប្រាប់យើងថាម៉េចហ៎ខ្ញុំចង់បានប្តីត្រឡប់មកផ្ទះវិញតើជួយដោះស្រាយខ្ញុំផងតើត្រូវទៅម៉េចជួយយកប្តីហ្នឹងឲ្យបានមកផ្ទះវិញគ្រាន់តែលឺធំតណ្ហារបស់គាត់ហ្នឹងគឺអត់មានពីណាជួយដោះស្រាយបានទេបងប្អូនបើមនុស្សណាដែលអាចជួយដោះស្រាយរឿងអញ្ចឹងបានមនុស្សទឹកបាត់ហើយបងប្អូនទេវតាបាត់ហើយអតិទេពបាត់ហើយដោះស្រាយរឿងតណ្ហារបស់មនុស្សបានអាណាទៅដោះបានអញ្ចឹងប្តីគាត់មានប្រពន្ធចុងអត់យកទ្រព្យសម្បត្តិទេដើរចេញពីផ្ទះហ្នឹងតែហ្មងគាត់មិនព្រមគាត់ទៅតាមប្តីហ្នឹងវាយមុខប្រពន្ធចុងទៀតធាក់ក្បាលគាត់ហើយជេរបចោគាត់ទៅទៀតហើយគាត់យំទេលេហ្វូនចូលតាមរបៀបចិត្តសាស្ត្រណាអូនអត់មានដោះស្រាយចេញទេបងស្រីហ្នឹងហើយក៏គាត់ដឹងថាគ្មានពីណាដោះស្រាយចេញដែរអូនគាត់ក៏ដឹងច្បាស់ដែរប៉ុន្តែគាត់ទេលេហ្វូនចូលនេះណាគាត់ចង់បញ្ចេញមតិរបស់គាត់មនុស្សយើងណាតែបាននិយាយច្រើនវាធូរពោះវាលែងយំហើយបើអ្នកចិត្តសាស្ត្រគេទុកឲ្យគាត់និយាយបាត់ហើយបើសិនណាជាបុគ្គលជាវាគ្មិនហ្នឹងទុកឲ្យគាត់និយាយយើងដឹងថាបុគ្គលនេះជ្រៅវាយល់មនុស្សមានចិត្តសាស្ត្រតែអត់បងស្រីនឹងនិយាយពី3ម៉ាត់មិនតាន់ទេតាំងវាកាត់ណាបងស្រីត្រូវធ្វើចេះបងស្រីធ្វើចេះមិនបងស្រីយល់ហើយតាំងបងស្រីហ្នឹងបាទចាខ្ញុំយល់ហើយប៉ុន្តែខ្ញុំសុំនិយាយរឿងខ្ញុំតិចទៀតសិនគាត់និយាយថាយល់នេះនិយាយឲ្យតែចប់ទេអាននិយាយរឿងគាត់ទៀតគាត់ចង់និយាយរឿងគាត់ទេដល់ពេលគាត់និយាយបានពី3ម៉ាត់ទៀតណាបងស្រីយើងត្រូវចេះគាត់អូប៉ុន្តែយើងមើលកន្លែងអាប៉ែអ្នកនិយាយហ្នឹងចង់បង្ហាញទៅដល់អ្នកស្ដាប់ថាវានឹងវាអស់ចានណាស់ណាប៉ុន្តែបង្ហាញពីភាពអ្នកកផែលវាអត់មានចិត្តសាស្ត្របើមនុស្សមានចិត្តសាស្ត្រគេទុកឲ្យយប៉ែហ្នឹងនិយាយឆ្អែតពីព្រោះគ្មានអាណាដោះស្រាយចេញទេរឿងរបស់យប៉ែហ្នឹងពីព្រោះគាត់ចង់បានរឿងមួយដែលមិនគួរបានទៅវារួចបើព្រះសម្មាសម្ពុទ្ធមកវិបស្សនាតើវិបស្សនាឲ្យដាច់អាចចិត្តចង់បានហ្នឹងទៅវិបស្សនាបំព្រះសម្មាសម្ពុទ្ធលោកប្រាប់អញ្ចឹងខ្ញុំអត់វិបស្សនាមើលខ្លួនឯងធ្វើដើម្បីខ្លួនឯងធ្វើមិនបានផងហើយចង់ឲ្យអ្នកដទៃនោះមកធ្វើឲ្យត្រូវចិត្តខ្លួនឯងទៅរួចអត់ខ្លួនធ្វើដើម្បីខ្លួនវិបស្សនាធ្វើមិនបានផងព្រះសម្មាសម្ពុទ្ធប្រាប់តែពីកាតព្វកិច្ចរបស់មនុស្សម្នាក់ដែលត្រូវធ្វើអ្នកធ្វើឬមិនធ្វើជារឿងរបស់អ្នកអារឿងធ្វើមិនឲ្យបានចេះធ្វើមិនឲ្យបានចប់ព្រះសម្មាសម្ពុទ្ធអត់ដែលជួយដោះស្រាយតណ្ហារបស់មនុស្សបែបហ្នឹងទេលេងគេបង្កើតកម្មវិធីដំណោះស្រាយជីវិតឲ្យដឹកមកសធុងតណ្ហាអាណាដោះបានហើយបងស្រីហ្នឹងគាត់និយាយបដាយំខ្ញុំថាយីអាវៈគ្មិននេះគឺជាមនុស្សអសិលធម៌មែនតើហ្មងអត់មានសេចក្តីអាណិតអាសូរដល់បងស្រីហ្នឹងវាបខំប្រប្រកងអារឿងវានឹងវិញនិយាយតបងស្រីនឹងនិយាយបានពី3ម៉ាត់វិញនិយាយទៀតនិយាយបានពី3ម៉ាត់វិញនិយាយទៀតថាបងស្រីនឹងរកតែនិយាយអីមិនចេញបងឯងយល់ទេខ្ញុំប្រាប់បងឯងត្រូវធ្វើចេះបងឯងយល់ទេខ្ញុំយល់ប៉ុន្តែសុំទៅខ្ញុំសុំនិយាយរឿងខ្ញុំតិចទៀតចប់ហើយនិយាយបានបន្តិចអានឹងកាត់និយាយបានបន្តិចអានឹងកាត់ដល់តែចុងក្រោយបងស្រីនឹងនិយាយអត់ទាន់ចប់វានិយាយប៉វាថាឥឡូវសុំ20ទោសឥឡូវដល់ម៉ោងឥឡូវសុំ20ទោសបងស្រីសុំ20ទោសឥឡូវដល់ម៉ោងបងអាចនិយាយតទៅទៀតបានខ្ញុំថាយីមនុស្សនេះក៏អសិលធម៌ម្លេះគ្នាកំពុងតែមានបញ្ហាបើជួយអីគ្នាមិនបានណាក៏ទុកឲ្យគ្នានិយាយអស់ទៅបើនិយាយយើងចង់លេងសើចនិយាយឲ្យចប់រឿងទៅមិនបងធូរតិចនៅបងដល់ពេលអ្នកស្ដាប់អ្នកដែលមានជំរឿគេយល់បាត់ថាមនុស្សនេះមានជំរឿមិនទាន់ទឹកដោះស្រាយស្អីផងហ្នឹងគ្រាន់តែឲ្យគាត់និយាយធូរចិត្តបាត់ហើយឃើញទេធូរចិត្តបាត់ហើយរឿងហ្នឹងអាប់រ៉ាហាំលីងកិនណាជាប្រធាននៃតបដីដ៏អស្ចារ្យមួយក៏គេកត់សម្គាល់ឃើញគាត់អញ្ចឹងដែរគាត់ជាប្រធាននៃតបដីអស្ចារ្យណាគាត់មាន
ហាពិបាកហើយគាត់ទូរស័ព្ទតែហៅពួកម៉ាក់គាត់ទៅឆ្លងរត់2រត់3គាត់តែហៅមកថាគាត់មានបញ្ហាសំខាន់ណាស់ដែលត្រូវពិភាក្សាគ្នាដើម្បីដោះស្រាយរឿងហ្នឹងដល់ពេលពួកម៉ាក់គាត់ឆ្លងរត់2រត់3មកជួបគាត់ថាគ្មានបាននិយាយអីទេអាប់រ៉ាហាំគាត់និយាយរហូតចុចនិយាយរហូតគាត់និយាយរួចហើយគាត់ថាឥឡូវដូចរៀងធូរដោះស្រាយទៅរឿងអញ្ចឹងដូចរៀងធូរហ្មងហើយឲ្យពួកម៉ាក់ហ្នឹងទៅវិញបាត់ទៅឃើញទេអ្នកដែលទៅសេសភៅគេធ្វើការកត់សម្គាល់ហ្នឹងគេចិត្តសាស្ត្រខ្ពស់ហ្នឹងមនុស្សយើងអញ្ចឹងបងប្អូនណាពេលដែលគ្នាមានបញ្ហាលំបាកឲ្យគ្នានិយាយចោះបងប្អូនមិននិយាយកាត់ទេនិយាយចោះទី1គឺដួងចិត្តរបស់យើងដែលអាណិតអាសូរវារៀបរយឲ្យហ្មងដឹងថាបុគ្គលនេះគ្នាងងឹតខ្លាំងណាស់រកផ្លូវចេញមិនឃើញទេបើយើងអាចធ្វើអ្វីបានដើម្បីសម្រន់ទុកគ្នាគួរតែធ្វើហើយពេលនេះយើងអត់មានស្អីជួយទេគឺមានតែរត់យោឲ្យគាត់និយាយទៅ10នាទី5-10នាទីឲ្យនិយាយទៅបងបើនិយាយចប់ហើយយើងសួរគាត់លេងថាបងធូរនៅបងដោះស្រាយតាមរបៀបហ្នឹងធូរនៅគាត់នឹងឆ្ងល់ដោះស្រាយស្អីអត់ទាន់និយាយអីផងដោះស្រាយតាមរបៀបឲ្យបងឯងនិយាយហ្នឹងមានអីប៉ុណ្ណឹងពីព្រោះរឿងបងដោះស្រាយមិនចេញអានឹងបង្ហាញពីមនុស្សនឹងមានចិត្តសាស្ត្រហើយគ្រូបង្រៀនខាងចិត្តសាស្ត្រគេមើលអញ្ចឹងហើយចុះបើវគ្គខមិនសប្ងៃដែលគេបង្រៀនមកខុសខ្លីៗសិតតែ20-30រៀលនេះនិយាយទៅដើមជាមួយវគ្គខមិនដើម្បីបញ្ចេញអីដើម្បីបញ្ចេញថាខ្លួនឯងនោះអស់ចាណាស់មនុស្សអញ្ចឹងសំបីតែចិត្តសាស្ត្រក៏គ្មានសំបីតែគុណធម៌ដែលជាសេចក្តីសប្បុរសអាណិតអាសូរដល់អ្នកដទៃខ្លួនអាចជួយអីដល់អ្នកដទៃបានក្នុងកលៈទេសៈហ្នឹងត្រូវតែជួយអត់ទាំងឃើញមានផងហើយទៅបង្រៀនមនុស្សយ៉ាងម៉េចអ្នកដែលកាន់ក្បាលមីក្រូបងប្អូនគឺសុទ្ធតែជាអ្នកនាំផ្លូវគេណាបងប្អូនហើយអ្នកនាំផ្លូវបងប្អូនត្រូវដឹងណាគឺជាមនុស្សដែលស្គាល់ផ្លូវច្បាស់ណាបើមិនអញ្ចឹងទេអ្នកដទៃនាំផ្លូវយើងវិញតែយើងអត់យល់ពីផ្លូវអ្នកដទៃនាំផ្លូវយើងវិញណាយើងត្រូវស្គាល់ពីផ្លូវច្បាស់ណាស់បានអាចធ្វើវគ្គខមិនបានជាពិសេសគឺអ្នកផ្សាយធម៌សំខាន់ណាស់គាត់ធ្វើជាវគ្គខមិនដូច្នេះគាត់គឺជាអ្នកនាំផ្លូវបើគាត់ជាអ្នកនាំផ្លូវគាត់ត្រូវជាមនុស្សដែលស្គាល់ផ្លូវយ៉ាងច្បាស់បំផុតពេលណាគេមិនសួរគាត់បង្ហាញផ្លូវថាទៅផ្លូវនេះឬផ្លូវនោះពេលណាគេសួរអានឹងគេនាំផ្លូវឧទាហរណ៍ថាគេសួររឿងនរករឿងប្រេតអានឹងបើស្នាជាយើងទៅឆ្លើយតាមគេមានន័យថាគេនាំយើងខុសពីផ្លូវយើងត្រូវចេះនាំគេឲ្យចូលក្នុងផ្លូវរបស់យើងវិញដោយចិត្តសាស្ត្រទៀតពីព្រោះយើងជាអ្នកនាំផ្លូវគេប៉ុន្តែវាគ្មិនឥឡូវអត់ចឹងទេពីណាសួរអីក៏ដោយសារមនុស្សរកផលប្រយោជន៍តខ្លួនណាថែមទាំងប្រើពាក្យថាសំណួរនេះល្អណាស់សំណួរនេះមានប្រយោជន៍មែនតើពូគ្រាន់តែលឺស្មាតោសឹងជេថាអាមុខងាត់អញស្គាល់កន្លែងឯងច្បាស់ណាស់ហ่าមនុស្សនេះរកប្រយោជន៍តខ្លួនអត់ហ៊ានប៉ះពាល់ដល់អ្នកសួរអីបន្តិចវាមិនមែនតាក់ទងត្រឹមតែអ្នកសួរណាបងប្អូនវាតាក់ទងដល់អ្នកស្ដាប់មកកណោទៀតនោះផ្ដល់ទិន្នន័យខុសឲ្យគេអញ្ចឹងមកខ្ញុំនិយាយថាអ្នកកាន់ក្បាលមីក្រូទី1ត្រូវមានដួងចិត្តជាមនុស្សដែលចង់ឲ្យអ្នកដទៃទៅតាមផ្លូវដែលយើងចង់ឲ្យគេទៅអ្នកយល់ផ្លូវអ្នកស្គាល់ផ្លូវដឹងតែផ្លូវហ្នឹងវាមានប្រយោជន៍នាំគេឲ្យទៅផ្លូវហ្នឹងបើសិនណាជាអ្នកណានាំផ្លូវយើងខុសពីផ្លូវហ្នឹងឧទាហរណ៍តែគេសួររឿងដែលវាអត់បានការយើងទៅទាញបុគ្គលហ្នឹងឲ្យចូលមកផ្លូវហ្នឹងវិញដដែលអាហ្នឹងវាគ្មិនហើយមិនងាយរកទេបងប្អូនទៅរកពីព្រោះវាសម្បយុទ្ធដោយដួងចិត្តវាសម្បយុទ្ធដោយការយល់ដឹងវាសម្បយុទ្ធដោយបទពិសោធន៍ជីវិតយ៉ាងច្រើនបានអាចធ្វើជាអ្នកនាំផ្លូវគេបានក្នុងកម្មវិធីរបស់គេខ្ញុំក៏សម្គាល់ច្រើនឃើញកន្លែងរបស់បុគ្គលនឹងលុតឡោតដូចកន្លែងសាច់គោគេយកទៅដាក់លើផ្ទះខ្លាញ់កំពុងក្តៅលុតឡោតកន្លែងមើលឃើញស្រួលបំផុតប៉ុន្តែប្រជាប្រដ្ឋខ្មែរមើលអត់ឃើញទៅកោតសរសើរមនុស្សអញ្ចឹងទី1គ្មានសប្បុរសទី2គ្មានចិត្តសាស្ត្រហើយទៅពង្រៀនមេរៀនជីវិតឲ្យគេមិនបានអ្នកដែលកាន់ក្បាលមេក្រូទាំងអស់សុទ្ធសឹងតែជាអ្នកនាំផ្លូវគេអញ្ចឹងពេលដែលនិយាយក៏អស់តម្រុយពេលដែលគេសួរខុសផ្លូវគេនាំយើងទៅឆ្ងាយអស់គេពីផ្លូវដែលគេនាំយើងទៅហ្នឹងឲ្យមកចូលផ្លូវដែលយើងចង់នាំគេទៅ